ប្រាសាទភ្នំជីសូរមានទីតាំងស្ថិតនៅក្នុងភូមិដកពោឃុំរវៀងស្រុកសំរោងខេត្តតាកែវដែលមានចម្ងាយប្រមាណ52គីឡូម៉ែត្រពីរាជធានីភ្នំពេញដើម្បីធ្វើដំណើរទៅកាន់ប្រាសាទភ្នំជីសូរបើយើងធ្វើដំណើរចេញពីរាជធានីភ្នំពេញយើងអាចជិះតាមបណ្ដោយផ្លូវជាតិលេខ2ដែលកាត់តាមក្រុងតាខ្មៅរួចបន្តធ្វើដំណើរទៅមុខទៀតកាត់តាមស្រុកកណ្ដាលស្ទឹងដែលស្ថិតនៅក្នុងខេត្តកណ្ដាលស្រុកបាទីដែលនៅក្នុងខេត្តតាកែវនោះយើងនឹងទៅដល់វត្តប្រាសាទនាងខ្មៅដែលស្ថិតនៅពីខាងឆ្វេងដៃផ្លូវជាតិលេខ2នៅពេលយើងធ្វើដំណើរមកដល់វត្តប្រាសាទនាងខ្មៅនោះយើងនឹងឃើញផ្លូវលំមួយនៅក្បែររបងខាងជើងវត្តរួចបន្តជិះតាមផ្លូវលំនោះចម្ងាយប្រមាណ5គីឡូម៉ែត្រពីផ្លូវជាតិនោះយើងនឹងទៅដល់ទីតាំងនៃប្រាសាទភ្នំជីសូរពេលដែលទៅដល់ទីតាំងនៃប្រាសាទនេះយើងក៏អាចធ្វើដំណើរឡើងតាមរថយន្តម៉ូតូឬធ្វើដំណើរដោយថ្មើរជើងឡើងទៅក៏បានប៉ុន្តែភាគច្រើនគេនិយមឡើងលើប្រាសាទភ្នំជីសូរតាមជណ្ដើរថ្មខាងលិចដែលមានចំនួន390កាំហើយចុះតាមជណ្ដើរថ្មខាងត្បូងដែលមានចំនួន408កាំប្រាសាទភ្នំជីសូរមានឈ្មោះដើមថាវរះកំរើតេងគគុតស្រីសូរ្យបរពតដែលកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី1នៅអំឡុងសតវត្សទី11ដើម្បីឧទ្ទិសថ្វាយព្រះឥសូរក្នុងទម្រង់ជាសិវលិង្គព្រះនាមសូរ្យបរមមេសូរនេះបើយោងតាមសិលាចារឹកប្រាសាទភ្នំជីសូរកា31 32 33និងការ34ស្ថាបនាឡើងនៅលើខ្នងភ្នំដែលមានកម្ពស់ប្រមាណ380ម៉ែត្រប្លង់នៃប្រាសាទភ្នំជីសូរគឺយកខ្សែមេយ៉ាទ័រជាគោលប្រាសាទនេះមានកំពែងថ្មបាយក្រៀម2ជាន់ព័ទ្ធជុំវិញដែលមានច្រកចូលចំនួន2គឺនៅទិសខាងលិចនិងនៅទិសខាងកើតកំពែងខាងក្នុងមានទំហំតូចជាងកំពែងខាងក្រៅមានបណ្ដោយប្រមាណ60ម៉ែត្រនិងទទឹង50ម៉ែត្រនៅខាងក្នុងមានប្រាង្គ6ដែលមានតួប៉ម4បែរមុខមកទិសខាងកើតនិងមានបណ្ណាល័យឬហោត្រៃ2បែរមុខមកទិសខាងលិចប្រាសាទនេះមានប្រាង្គសំខាន់នៅចំកណ្ដាលដែលគេនិយមហៅតាមអ្នកស្រុកថាវិហារក្នុងវិហារក្នុងជាទីកន្លែងសក្ការៈដែលគេជឿថាមានភាពស័ក្តិសិទ្ធិនៅក្នុងថែវនៃប្រាសាទយើងសង្កេតឃើញមានប្រាង្គប្រាសាទ2នៅទិសនិរតីគឺនៅក្បែរគ្នាដែលមើលទៅហាក់ដូចជាបាត់ភាពស៊ីមេទ្រីរបស់ប្រាសាទនេះរីឯខាងជើងភ្នំនៅទិសខាងកើតវិញមានប្រាសាទ2ដែលជាច្រកចូលមកកាន់ប្រាសាទនៅលើភ្នំនេះបើតាមពាក្យសំស្ក្រឹតហៅថាគោបុរៈដោយឡែកចំពោះឈ្មោះដែលគេនិយមហៅប្រាសាទទាំងពីរនោះវិញគឺប្រាសាទសែនថ្មុលនិងប្រាសាទសែនរវាំងឬហៅម្យ៉ាងទៀតបានថាប្រាសាទសែនភុវាំងឈ្មោះនេះគេនិយមហៅតាមអ្នកស្រុកដែលរស់នៅតំបន់នោះស្របជាមួយគ្នានេះដែរបើយើងក្រឡេកមើលនៅខាងកើតប្រាសាទទាំងពីរនេះយើងក៏ឃើញមានស្រះទឹកបុរាណមួយដែលអ្នកស្រុកនិយមហៅថាទន្លេអ៊ុំទន្លេអ៊ុំមានបណ្ដោយប្រមាណ380ម៉ែត្រគុណនឹងទទឹងប្រមាណ200ម៉ែត្រ
ដែលជាបារាយណ៍របស់ប្រាសាទនេះនិងជានិមិត្តរូបតំណាងឲ្យមហាសាគរនៅសម័យនោះរចនាសម្ព័ន្ធនៃការកសាងប្រាសាទនេះឡើងគឺរួមបញ្ចូលគ្នាពីថ្មភក់ថ្មបាយក្រៀមនិងពីឥដ្ឋផងដែរចំណែកឯចំណុចសំខាន់នៃរចនាសម្ព័ន្ធរបស់ប្រាសាទដូចជាផ្តែរស៊ុមទ្វារសន្លឹកទ្វារហោជាងនិងសសរពេជ្រគឺសុទ្ធតែត្រូវបានកសាងឡើងពីថ្មភក់ដោយសារតែថ្មនេះវាជួយទ្រទម្ងន់បានល្អហើយការឆ្លាក់ក្បាច់នៅលើថ្មភក់មានសភាពស្អាតជាងប្រភេទថ្មផ្សេងទៀតយ៉ាងណាមិញផ្នែកជញ្ជាំងខាងក្រោយនៃប្រាសាទគឺកសាងឡើងពីឥដ្ឋដោយត្រូវរៀបឥដ្ឋឲ្យណែននិងខាត់សាច់ឥដ្ឋឲ្យរាបស្មើល្អទៀតសោតចំពោះការរៀបឥដ្ឋនៅលើទម្រគេរៀបឲ្យផតនៅកណ្ដាលជារាងត្រីកោណការធ្វើបែបនេះដើម្បីការពារទម្ងន់មិនឲ្យស្រុតចុះទៅក្នុងប្រាសាទហើយទម្ងន់នឹងច្រាលចុះទៅផ្នែកខាងកៀនប្រាសាទវិញរីឯដំបូលប្រាសាទគេប្រើបច្ចេកទេសរៀបឥដ្ឋបញ្ឆិតចូលក្នុងជាបន្តបន្ទាប់ដែលយើងអាចហៅម្យ៉ាងទៀតបានថាការរៀបដំបូលតាមបែបគោបលិតអាចបើយើងក្រឡេកមកចាប់អារម្មណ៍អំពីសំណង់ស្ថាបត្យកម្មសិល្បៈនៃប្រាសាទភ្នំជីសូរឬហៅតាមរបៀបម្យ៉ាងទៀតថាសូរ្យបរពតវិញម្ដងដូចជាការសិក្សាអំពីផ្តែរហោជាងនិងសសរពេជ្រទាំងអស់នេះគឺដើម្បីកំណត់អាយុកាលនៃរចនាបថរបស់ប្រាសាទបុរាណមួយនេះគឺជារូបភាពផ្តែរនៅត្រង់តួប៉មកណ្ដាលនៃប្រាសាទឬប្រាង្គកណ្ដាលដែលអ្នកស្រុកនិយមហៅថាវិហារក្នុងយើងសង្កេតឃើញថាផ្តែរនេះស្ថិតក្នុងរចនាបថឃ្លាំងបាភួនដោយសារតែយើងពិបាកក្នុងការបែងចែកគ្នាឲ្យដាច់ស្រេចរវាងរចនាបថទាំងពីរគឺរចនាបថឃ្លាំងឬក៏បាភួនដោយសារតែរចនាបថទាំងពីរនេះមានអន្តរការរវាងគ្នានឹងគ្នាពាក្យថាអន្តរការក្នុងន័យនេះមានន័យថាជាការផ្សារភ្ជាប់គ្នានៅចន្លោះកណ្ដាលរវាងរចនាបថទាំងពីរពោលគឺរវាងរចនាបថឃ្លាំងទៅកាន់រចនាបថបាភួនរូបភាពផ្តែរនេះបើយើងក្រឡេកមើលតាមមួយផ្លែតអាចប្រហែលជាគិតថាស្ថិតក្នុងរចនាបថឃ្លាំងឬក្នុងរចនាបថបាភួនទាំងស្រុងតែមិនមែននោះទេព្រោះវាមានចំណុចមួយចំនួនដែលខុសប្លែកគ្នាបន្តិចបន្តួចឬក៏អន្តរការរវាងគ្នានឹងគ្នាចំពោះផ្ទៃផ្តែរទាំងមូលមានការលម្អទៅដោយក្បាច់ស្លឹកឈើពុតកោងឡើងលើដែលជាក្បាច់រចនាបថបន្តមកពីរចនាបថបន្ទាយស្រីរីឯអង្កត់ធ្នូមានទម្រង់ជាកម្រងមែកឈើពុតកោងចុះក្រោមនៅចន្លោះកម្រងមែកឈើនោះមានលម្អដោយក្បាច់ស្លឹកឈើរាងដូចទំពក់លើក្រោមនិងមានរូបព្រះកាលខំចំពាក់កណ្ដាល1/2នៃកម្រងមែកឈើមាត់ព្រះកាលមានតែមួយកំណាត់លើនិងមានអណ្ដាតរាងស្លឹកឈើលៀនចេញមកខាងក្រៅទៀតសោតនៅលើព្រះកាលមានចម្លាក់រូបជារឿងរ៉ាវរបស់ទេពឬទេពប្រចាំតំបន់នៅផ្នែកខាងលើក្នុងស៊ុមផងដែរហើយរូបភាពផ្តែរទាំងមូលនេះគឺបញ្ជាក់អំពីលក្ខណៈនៃផ្តែរដែលមានរចនាបថឃ្លាំងបាភួនតែបើយើងងាកមកស្វែងយល់អំពីលក្ខណៈដែលមិនអាចបែងចែកគ្នាដាច់ស្រេចថាផ្តែរនេះស្ថិតក្នុងរចនាបថឃ្លាំងឬក៏បាភួនគឺនៅត្រង់ចំណុចរូបព្រះកាលខំកម្រងមែកឈើដោយហេតុថាក្នុងរចនាបថឃ្លាំងរូបព្រះកាលមានអណ្ដាតរាង
ស្លឹកឈើឬត្រីកោណព្រះកាលមានមាត់តែមួយកំណាត់លើនិងទ្រពីក្រោមដោយដៃឬក្បាច់ស្លឹកឈើក៏ប៉ុន្តែបើចំពោះរចនាបថបាភួនព្រះកាលអាចមានមាត់មួយកំណាត់លើនិងមានមាត់ទាំងលើទាំងក្រោមគ្រប់ជ្រុងជ្រោយព្រះកាលមិនមានដៃទម្រឬក្បាច់ស្លឹកឈើទ្រពីក្រោមនោះទេពោលគឺក្បាលព្រះកាលធ្លាក់ចុះក្រោមផ្អឹបជាប់នឹងបាតផ្តែរតែម្ដងទន្ទឹមនឹងនេះបើចំពោះផ្តែរនៅលើខ្លោងទ្វារបញ្ឆោតនៃហោត្រីផ្នែកខាងជើងនិងខាងត្បូងនៃប្រាសាទគឺឃើញថាមានលក្ខណៈប្រហាក់ប្រហែលគ្នានិងដូចគ្នាទៅនឹងផ្តែរនៃតួប៉មកណ្ដាលនៃប្រាសាទក្នុងនោះចំពោះផ្តែរនៅហោត្រីខាងត្បូងគឺមានលក្ខណៈបែបបត់ដូចទៅនឹងផ្តែរនៃតួប៉មកណ្ដាលនៃប្រាសាទឬក៏ប្រាង្គកណ្ដាលដោយឡែកផ្តែរនៅហោត្រីខាងជើងមានលក្ខណៈខុសគ្នាបន្តិចបន្តួចពីផ្តែរនៅហោត្រីខាងត្បូងនិងតួប៉មកណ្ដាលនៃប្រាសាទត្រង់ចំណុចរូបព្រះកាលដែលមិនមានអណ្ដាតលៀនចេញមកក្រៅនិងនៅលើព្រះកាលមានរូបភាពចម្លាក់រឿងរ៉ាវរបស់ទេពឬទេពប្រចាំតំបន់ខុសប្លែកពីផ្តែរនៅហោត្រីខាងត្បូងនិងផ្តែរនៅតួប៉មកណ្ដាលនៃប្រាសាទលើសពីនេះទៅទៀតបើយើងក្រឡេកទៅមើលផ្តែរនៅត្រង់គប់រៈទី1ដែលបែរទៅទិសខាងកើតបើយើងរាប់ចេញពីច្រកទី1ខាងក្នុងប្រាសាទមកខាងក្រៅក្រោយមកច្រកនោះក៏វិវត្តទៅជាថែវនៃប្រាសាទគឺកាន់តែមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ខុសប្លែកពីផ្តែរនៅត្រង់ហោត្រីក៏ដូចជាផ្តែរនៅត្រង់ប្រាង្គកណ្ដាលនៃប្រាសាទលក្ខណៈដែលគួរឲ្យចាប់អារម្មណ៍នោះគឺស្ថិតនៅត្រង់ចំណុច1/4នៃផ្ទៃផ្តែរគឺឃើញមានរចនាបថនៃក្បាច់រំយោលធំៗធ្លាក់ចុះមកក្រោមហើយបើយើងក្រឡេកទៅមើលក្បាច់នៃកម្រងមែកឈើវិញគឺមានលក្ខណៈពុតកោងឡើងលើក៏ប៉ុន្តែមានទម្រង់បែរខ្នងដាក់គ្នាខុសពីរចនាបថនៃកម្រងមែកឈើនៅលើផ្តែរនៅត្រង់តួប៉មកណ្ដាលនៃប្រាសាទក៏ដូចជាផ្តែរនៅត្រង់ហោត្រីនៃប្រាសាទម្យ៉ាងវិញទៀតបើយើងក្រឡេកទៅមើលរូបចម្លាក់រឿងរ៉ាវរបស់ទេពនៅលើក្បាលព្រះកាលក៏មានលក្ខណៈបែបបត់ផ្សេងៗគ្នាពីរូបចម្លាក់នៅលើផ្តែរដទៃទៀតចំពោះរូបចម្លាក់រឿងរ៉ាវរបស់ទេពនៅលើផ្តែរមួយនេះគឺបង្ហាញអំពីរូបព្រះអិនគង់នៅលើដំរីអិរវ័នចូលមកដល់ការសិក្សាស្វែងយល់អំពីហោជាងរបស់ប្រាសាទវិញម្ដងនេះគឺជាហោជាងនៃគប់រៈទី1ទិសខាងកើតហោជាងនេះស្ថិតក្នុងរចនាបថបាភួនបន្តមកពីរចនាបថបន្ទាយស្រីដោយនៅផ្នែកសងខាងនៃហោជាងមានលម្អដោយរូបសត្វមកខ្ជាក់នាគកំពូលខាងលើធ្វើជាក្បាច់ទ្រនុងវែងៗរីឯដងក្តាររបស់ហោជាងមានរាងបត់បែនកោងចេញក្រៅចូលក្នុងយ៉ាងល្អស្អាតដែលជាលក្ខណៈបង្ហាញអំពីភាពប៉ិនប្រសប់ក្នុងការច្នៃប្រឌិតរបស់ស្ថាបត្យករនាសម័យកាលនោះទៀតសោតនៅក្នុងផ្ទៃកណ្ដាលនៃហោជាងមានការឆ្លាក់លម្អចម្លាក់រឿងរ៉ាវរបស់ទេពចំពោះហោជាងមួយនេះដែរគឺមានការឆ្លាក់លម្អរឿងរ៉ាវរបស់ព្រះសិវៈក្នុងរូបភាពព្រះសិវៈកំពុងរាំនិងមានថ្នាំបញ្ឆោតជារូបកា
ជាងនេះគឺជាហោជាងដែលស្ថិតនៅត្រង់គម្រៈទី1នៃប្រាសាទក៏ប៉ុន្តែបែរមុខទៅខាងលិចហើយសភាពនៃហោជាងគឺមានលក្ខណៈសុទ្ធរិចរិលដែលអាចបណ្ដាលមកពីកត្តាធម្មជាតិគួបផ្សំនិងកត្តាដែលសិល្បករក៏ដូចជាស្ថាបត្យករមិនទាន់ស្ថាបនាសាងសង់នៅហោជាងនេះរួចរាល់ប៉ុន្តែចំពោះរូបភាពចម្លាក់រឿងរ៉ាវរបស់ទេពនៅកណ្ដាលផ្ទៃហោជាងគឺស្ថិតនៅលក្ខណៈល្អគួរសមដែលយើងអាចងាយយល់និងដឹងបានអំពីអត្ថន័យនៃរូបភាពនេះបានរូបភាពនេះមានទម្រង់ជាឧមាមហេស្វរៈគឺជារូបភាពព្រះនាងឧមានិងព្រះសិវៈគង់នៅលើគោនន្ទិដែលជាយានជំនិះរបស់ព្រះសិវៈផ្ទាល់មួយវិញទៀតបើយើងសង្កេតមើលពីរចនាបថនៃសសរពេជ្រវិញម្ដងគឺស្ថិតក្នុងរចនាបថ9ដែលយើងអាចកំណត់បានតាមរយៈចំណុចបែងចែកតួសសរគឺដូចទៅនឹងរចនាបថមុនដែរដោយខុសគ្នាត្រង់តែចំណុចចែកសសរ1/2 1/4 ហើយនិង1/8នៃតួសសរប៉ុណ្ណោះគឺមានទំហំប៉ុនៗគ្នាម្យ៉ាងវិញទៀតក្បាច់រវ័នគឺមានលក្ខណៈច្រើនហើយគ្រប់ក្បាច់រវ័នទាំងអស់គឺមានទំហំប៉ុនៗគ្នានិងមានក្បាច់លម្អដូចគ្នាចំណែកឯក្បាច់ស្លឹកឈើវិញគឺមានទំហំតូចៗដែលមានលក្ខណៈដូចទៅនឹងធ្មេញរណាចំណុចទាំងអស់នេះហើយដែលយើងអាចសន្និដ្ឋានបានថាសសរពេជ្រនៅប្រាសាទភ្នំជីសូរគឺស្ថិតក្នុងរចនាបថបាពួនបើចំពោះរូបបដិមាដូចជារូបពុទ្ធបដិមាដែលយើងឃើញនៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទភ្នំជីសូរនាពេលសព្វថ្ងៃគឺមិនមែនក្នុងន័យថាប្រាសាទភ្នំជីសូរត្រូវបានកសាងឡើងដើម្បីគោរពទៅលើលទ្ធិសាសនាព្រះពុទ្ធសាសនានោះទេគឺរូបភាពបដិមាដែលយើងឃើញសពថ្ងៃនេះក៏ដោយសារតែការផ្លាស់ប្ដូរនៃសាសនាពីសាសនាមួយទៅកាន់សាសនាមួយផ្សេងទៀតដូចជាការកែប្រែពីការគោរពសាសនាព្រហ្មញ្ញសាសនាទៅកាន់ព្រះពុទ្ធសាសនាវិញម្ដងជាឧទាហរណ៍ដូចជាការកែប្រែសាសនាពីព្រហ្មញ្ញសាសនាទៅព្រះពុទ្ធសាសនាតាមជំនឿរបស់បុគ្គលម្នាក់រៀងខ្លួនត្រឡប់មកវិញនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទេវៈដែលជាអ្នកស្ថាបនានៅប្រាសាទភ្នំជីសូរឬសូរ្យបរពតដោយសារតែទ្រង់គោរពនៅសាសនាព្រហ្មញ្ញសាសនានិកាយព្រះសិវៈដូច្នេះការកសាងប្រាសាទគឺដើម្បីឧទ្ទិសថ្វាយចំពោះអាទិទេពព្រះសិវៈឬព្រះឥសូរក្នុងទម្រង់ជាសិវលិង្គព្រះនាមសូរ្យបរមមេសូរហើយដូចនេះហើយនៅក្នុងរជ្ជកាលរបស់ទ្រង់គឺមិនមានរូបភាពពុទ្ធបដិមាអ្វីនោះទេគឺមានតែសិវលិង្គដើម្បីធ្វើការគោរពបន់ស្រន់តែប៉ុណ្ណោះជារួមមកប្រាសាទភ្នំជីសូរមានទីតាំងស្ថិតនៅភូមិដាក់ពរឃុំរវៀងស្រុកសំរោងខេត្តតាកែវសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទេវៈអំឡុងសតវត្សទី11ដើម្បីឧទ្ទិសថ្វាយចំពោះព្រះសិវៈក្នុងទម្រង់ជាសិវលិង្គសូរ្យបរមមេសូរចំណែកឯសំណង់ស្ថាបត្យកម្មរបស់ប្រាសាទគឺមានធ្វើអំពីឥដ្ឋថ្មភក់និងថ្មបាយក្រៀមផងដែរហើយរចនាបថនៃប្រាសាទទាំងមូលគឺស្ថិតនៅក្នុងរចនាបថឃ្លាំងបាពួនជាចុងក្រោយយើងខ្ញុំសូមគោរពអរគុណនិងគ
គោរពជូនពរចំពោះលោកគ្រូអ្នកគ្រូនិងមិត្តអ្នកទស្សនាទាំងអស់គ្នាឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនព្រមទាំងពុទ្ធពរទាំង5